លោកអនុទិនប្រកាសជ័យជំនះថ្មឹងសមរភូមិបោះឆ្នោតថៃនិងត្រៀមដឹកនាំរដ្ឋាភិបាលថ្មីតាមរយៈការនាំមុខដាច់ក្នុងការរាប់សន្លឹកឆ្នោតជាង 87% ដែលជំរុញឲ្យមេដឹកនាំគណៈបករូបនេះប្រកាសជ័យជំនះជាផ្លូវការនិងត្រៀមរៀបចំរដ្ឋាភិបាលថ្មីនេះបើយោងតាមសារព័ត៌មាន Xinhua, BBC និងប្រភពផ្សេងៗទៀតចុះផ្សាយនៅថ្ងៃទី 9 ខែកុម្ភៈនេះសូមបញ្ជាក់ថាការបោះឆ្នោតសកលឆ្នាំ 2026 នេះធ្វើឡើងបន្ទាប់ពីមានការប្រែប្រួលផ្ទៃក្នុងយ៉ាងខ្លាំងក្នុងជួរនយោបាយថៃរួមទាំងមានការរំលាយគណៈបកចាស់និងការកើតឡើងនៃគណៈបកប្រជាជនថៃដែលជាអ្នកបន្តវេនទៅមុខជ័យជំនះរបស់លោកអនុទានមិនត្រឹមតែសបញ្ជាក់ពីការផ្លាស់ប្ដូរទម្រង់អំណាចពីគណៈបកភឿថៃមកកាន់បកភូមិใจថៃប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្ហាញពីការបដិញ្ញារបស់បកប្រឆាំងក្នុងការទទួលសម្លេងឆ្នោតដើម្បីរក្សាស្ថិរភាពសង្គមនិងការអភិវឌ្ឍប្រទេសជាតិទៅមុខ